របៀបធ្វើត្រីពោងៀតឲ្យសាច់ស្អាតមានក្លិនឈ្ងុយរសជាតិឆ្ងាញ់ហើយទុកបានយូរកាន់ខែធ្វើយកទៅក្រៅប្រទេសអីបានល្ងាយស្រួលហាលតែមួយថ្ងៃទៅ2ថ្ងៃបានញ៉ាំឲ្យបងប្អូនលឿនមែនតើយើងអាចធ្វើបានគ្រប់ត្រីប្រភេទថាត្រីមានខ្លាញ់បងប្អូនឃើញត្រីធំៗ3ក្បាលល្អពេកឲ្យគេធ្វើមកផ្សារមកឲ្យហើយហត់តែម្ដងយកមកត្រាំទឹកកកឲ្យត្រីរបស់យើងឆ្អិនសាច់ល្អអញ្ចឹងពេលដែលយកទៅប្រឡាក់ហាលសាច់ត្រីរបស់យើងយកទៅថាថ្លាស្អាតមែនតើដូចដាក់សាច់ត្រីយើងធ្វើមកស្អាតហើយអស់ចំនួន2គីឡូតែជាក់ស្ដែងពេលធ្វើនេះខ្ញុំទុកទូកកមកយកពួកមានពេលធ្វើទៅពេលព្រឹកឡើងមកយកមកត្រាំជាមួយនឹងទឹកកក1ម៉ោងទៀតបើសិនជាបងប្អូនផ្ញើទៅក្រៅប្រទេសហើយយើងភ្លាឆ្អឹងឲ្យអស់ទៅកុំឲ្យខាតគីឡូភ្លាតំណងឆ្អឹងតំណងអីចេះអស់ប៉ុន្តែត្រង់កន្លែងខ្លាញ់ហ្នឹងអត់ភ្លាចោលទេកន្លែងហ្នឹងឆ្ងាញ់ណាផ្លឹងសាច់ដែលភ្លាស្អាតរួច2គីឡូដាក់ម្សៅស៊ុបបន20ក្រាមអំបិលកន្លះខាំស្ករស1ខាំរសជាតិពេលនេះប្រៃផ្អែមស្មើគ្នាអត់ផ្អែមដុតទេម្ទេសហឹរដាក់តាមការចូលចិត្តពេលដែលប្រឡាក់ត្រីពោនេះអត់ច្បាស់ទេតែបងប្អូនយកច្បល់ជោគអញ្ចឹងទៅប្រឡាក់ចូលសពគ្រឿងល្អហើយចាំថែមប្រេងឆាចូល4ស្លាបព្រាសម្រាប់រសជាតិនេះបើសិនជាបងប្អូនចង់រៀងផ្អែមបន្តិចយើងអាចដាក់ស្ករចន្លោះពី1ខាំ1ខិតទៅ1ខាំ2ខិតក៏បានដែរប្រឡាក់ផ្អាប់វាចូល2ម៉ោងឲ្យវានឹងចូលជាតិល្អហើយចាំយកមកហាលហើយនិយាយទៅត្រីងៀតយើងធ្វើពីព្រលឹមប្រឡាក់ឲ្យផ្អាប់គ្រឿងទុកមេឃបើកថ្ងៃល្មមចឹងយកមកហាលដល់ល្ងាចអីវានឹងសពពូសងមៃបើថាយើងធ្វើញ៉ាំខ្លួនឯងហាលត្រឹម2ថ្ងៃអីមិនល្មមតែបើថាផ្ញើទៅក្រៅអីអាចចូល2ថ្ងៃកន្លះអីទៅឲ្យវារៀងស្វិតតិចណាហាលប្រែរយៈពេល2ថ្ងៃបានសាច់ប៉ុណ្ណឹងតែទៀតឥឡូវនេះប្រែប្រួលម្ដងទៅជាម្ដងក្តៅធ្វើត្រីងៀតក៏នេះមកបាក់ដែរថារឿងសុខភាពវិញថែទាំជាប្រចាំជាពិសេសដល់វ័យ30បូក collagen ក៏ចាប់ផ្ដើមបាត់បង់ម្ល៉េះហើយត្រូវតែរក collagen ជំនួយស្រួលញ៉ាំមិនថា nano ម្សៅឬមួយ nano ពេជ្រទេបើថាបានញ៉ាំ nano ពេជ្រចេះបានដឹងបងប្អូនឃើញលទ្ធផលលឿនមែនតើរបស់ដែលយកមកញ៉ាំផ្ទាល់អញ្ចឹងគឺយើងត្រូវមើលពីប្រភពឲ្យច្បាស់ nano គឺនាំចូលមកពីជប៉ុនប៉ិតឈុតវ័យ30បូករបស់ nano ញ៉ាំទៅជំនួយសក់ជំនួយកាត់ចោលនៅអាការដែលយើង stress ស្ដារសុខភាពក្រោយពេលសម្រាលកូនជាពិសេសអ្នកមានទម្ងន់ក៏អាចញ៉ាំបានដែរចាំថារបស់ដែលគេសុទ្ធទៅសូម្បីតែអ្នកទម្ងន់ក៏អាចញ៉ាំបានហើយគឺធានានូវសុខភាពខ្លាំងមែនតើ nano ក៏ជួយគ្រប់គ្រងផលិតផលនៅក្នុងស្រុកដោយបងប្អូនទិញ nano 2កំប៉ុងនិងថែមជូន scrap off ស្បែកមួយការបងប្រាក់បន្ថែមអ្វីទាំងអស់បើយើងទិញ nano 4កំប៉ុងថែម scrap 2បងប្អូនចង់ធ្វើការកំងហ្មងក៏បានដែរហើយមួយទៀតណា scrap ហ្នឹងល្អប្រើវត្ថុធាតុដើមនៅក្នុងស្រុកដូចជាប្រេងដូងត្រជាក់ប្រេងអាវ៉ូកាដូទឹកឃ្មុំកាកូនិងទឹកឃ្មុំស្រស់ញ៉ាំថែមបំពន់គ្រឹះនិងរនាំងការពារស្បែកពីខាងក្នុងជាមួយ nano ជំរុះកោសិកាចាស់អប់ស្បែកថែមពីខាងក្រៅខ្មែរគុណភាពល្អស្បែកកាន់តែទន់រលោងថ្លាសុខភាពល្អសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅ page nano ផ្ទាល់បានមកមើលត្រីងៀតរបស់យើងវិញបន្ទាប់ពីហាល2ថ្ងៃទៅសាច់ឡងស្អាតមែនតើហ្មងនៅពេលដែលបងប្អូនជៀនមិនបាច់ប្រើភ្លើងខ្លាំងទេយើងប្រើភ្លើងតិចល្មមប៉ុណ្ណឹងជៀនប្រែទៅប្រែមកតាមសន្ទុះឆ្អិនហើយពោះវាក្រៀមល្អអញ្ចឹងអត់ចំណាយពេលយូរទេហើយខ្លាញ់ត្រង់កន្លែងពោះនេះជាតិណាស់ស្បែកអីលឡងពងល្អមែនតើធ្វើត្រីពោនេះឲ្យបងប្អូនរក្សាក្នុងទូត្រជាក់បន្ទុកបានយូរហើយរសជាតិឆ្ងាញ់បន្ទុកទូកកវិញមួយឆ្នាំក៏អត់ខូចទៅណាដែរទុកបានយូរណាស់អរគុណចាំបងប្អូនបាយបាយ